ជំរាបសួរបងប្អូនជាទីស្រឡាញ់ថ្ងៃនេះគឺជាថ្ងៃដែលរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញអាចជើញចូលរួមនៅក្នុងកម្មវិធីពិព័រណ៍រៀបចំឡើងដោយរដ្ឋលេខាធិការអាកាសចរស៊ីវិលយើងអាចនិយាយបានថាគឺជាព្រឹត្តិការណ៍មួយដ៏កម្រសម្រាប់ច្រកចេញចូលនៅក្នុងអាសយានដ្ឋានភ្នំពេញឬក៏យើងហៅថាពោធិ៍ចិនតុងដែលច្រកនេះគឺសម្រាប់ថ្នាក់ដឹកនាំកម្ពុជាគណៈប្រតិភូជាន់ខ្ពស់ពិសេសគឺថ្នាក់ដឹកនាំកម្ពុជានៅលើពិភពលោកដែលមានដូចជាប្រធានាធិបតីព្រះមហាក្សត្រនាយករដ្ឋមន្ត្រីប្រមុខរដ្ឋប្រធានសភានិងថ្នាក់ដឹកនាំការអញ្ជើញផ្សេងៗរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍ធំៗនៅក្នុងប្រទេសកម្ពុជាដូចជាការប្រជុំអាស៊ានព្រឹត្តិការណ៍ SEA Games លើកទី32ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញដែលយើងជាម្ចាស់ផ្ទះអាស៊ាន Para Games ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញដូចគ្នាដូច្នេះបងប្អូនសូមកុំភ្លេចអញ្ជើញមកចូលរួមទស្សនាដោយរីករាយជាមួយនឹងកម្មវិធីពិព័រណ៍នៅក្នុងកម្មវិធីបង្ហាញនៅផលិតផលសេវាកម្មរបស់អាកាសចរផ្សេងៗដែលមានតាំងនៅក្នុងទីតាំងនេះផ្ទាល់តែម្ដងដូច្នេះបងប្អូនអញ្ជើញមកកម្មវិធីដែលគេរៀបចំពិព័រណ៍គឺទិវាអាកាសចរស៊ីវិលកម្ពុជាដែលប្រព្រឹត្តទៅនៅថ្ងៃនេះគឺថ្ងៃទី7ខែធ្នូឆ្នាំ2025ចាប់ពីវេលាស្មើនេះរហូតដល់ម៉ោង9យប់នៅអាកាសយានដ្ឋានពោធិ៍តុងដូចខ្ញុំបានជម្រាបជូនខាងដើមគឺមានការរៀបចំជាស្តង់ប្រហែលជាខ្ទង់20ស្តង់ជាងមានទាំងកន្លែងលក់ដូរនំចំណីការរៀបចំរបស់ស្តង់អាកាសចរផ្សេងៗគឺមានការចាប់រង្វាន់ព្រមជាមួយនឹងកាដូអនុស្សាវរីយ៍តាមដែលខ្ញុំបានលើគឺដូចជាមានការប្រគំតន្ត្រីនៅពេលល្ងាចទៀតអញ្ចឹងបងប្អូនអញ្ជើញមកហើយជាពិសេសកម្មវិធីរបស់តាមស្តង់នីមួយៗគឺមានការរៀបចំយ៉ាងសប្បាយគឺបងប្អូនគ្រាន់តែ scan QR ជាមួយនឹងឯកផ្លូវការរបស់ក្រុមហ៊ុនអាកាសចរនីមួយៗដូចជា Telegram ដូចជា Facebook WeChat ឬក្រុមហ៊ុនផ្សេងៗដែលគេតម្រូវគឺបងប្អូនគ្រាន់តែ scan គឺយើងមានការចាប់រង្វាន់ដូចជាកាដូអនុស្សាវរីយ៍មានដូចជាឆាមួកផ្លិតព្រមជាមួយនឹងនំចំណីផ្សេងៗហើយជាពិសេសនៅតាមស្តង់ផ្សេងៗមួយចំនួនគឺមានការរៀបចំដូចជាមានកាដូមានទឹកមានភេសជ្ជៈមាននំមានកាហ្វេមានតែជូនសម្រាប់ភ្ញៀវទស្សនានៅក្នុងស្តង់របស់គេនីមួយៗហើយក៏មានស្តង់លក់នំចំណីផ្សេងៗដែលបងប្អូនអញ្ជើញទស្សនាបានដោយរីករាយដែលបងប្អូនអញ្ជើញជាវហើយដើរទស្សនាព្រមជាមួយនឹងការគយគន់នៅអាកាសយានដ្ឋានពោធិ៍តុងដែលយើងមិនងាយនឹងបានឃើញនឹងចូលមកដល់ទីតាំងផ្ទាល់នេះតែម្ដងអ្វីដែលពិសេសដែលខ្ញុំចង់ជម្រាបជូនបងប្អូននោះគឺបងប្អូនអញ្ជើញមកលេងនៅក្នុងថ្ងៃនេះបានតែមួយថ្ងៃទេមិនដឹងថាពេលណាគេនឹងរៀបចំឡើងវិញម្ដងទៀតនៅឆ្នាំក្រោយឬក៏ពេលណានោះទេតែក៏ជាឱកាសមួយដែលពួកយើងអាចមានឱកាសក្នុងការចូលមកលេងកម្សាន្តព្រមជាមួយនឹងថតរូបទុកជាអនុស្សាវរីយ៍ជាមួយនឹងអធិភិកចៈទីតាំងនៃការចុះចតយន្តហោះផ្លូវរថយន្តហោះព្រមជាមួយនឹងទីតាំងទទួលគណៈប្រតិភូអន្តរជាតិផងដែរបងប្អូនរៀងរាល់ចុងសប្តាហ៍បងប្អូនមិនដឹងទៅណាបងប្អូនអញ្ជើញមកលេងនៅទីតាំងផ្ទាល់តែម្ដងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឬយើងហៅថាអាកាសយានដ្ឋានពោធិ៍តុងដែលយើងមិនងាយនឹងបានមកលេងតាំងពីការបិទអាកាសយានដ្ឋានពោធិ៍តុងមកហើយបងប្អូនអញ្ជើញមកជាវនៅយន្តហោះប្រភេទ Boeing ផ្សេងៗដែលមានការដាក់តាំងបង្ហាញព្រមជាមួយនឹង drone ដែលផលិតដោយកូនខ្មែរជាមួយនឹងអាកាសចរជើងហោះហើរផ្សេងៗនៅទូទាំងពិភពលោកមានដូចជាក្រុមហ៊ុន Air Asia ក្រុមហ៊ុនអាកាសចរ Singapore Airlines ក្រុមហ៊ុន EVA ក្រុមហ៊ុន Gata ព្រមជាមួយនឹងក្រុមហ៊ុនផ្សេងៗជាច្រើននៅក្នុងទូទាំងពិភពលោកដែលមានទីតាំងឈរជើងនៅក្នុងប្រជាជាតិកម្ពុជាផងដែររបស់របរតុក្កតាដូចជាយន្តហោះអីមានលក់ជូនសម្រាប់បងប្អូនទុកជាអនុស្សាវរីយ៍ដូចជាមួករបស់ក្រុមហ៊ុននេះអញ្ចឹងគឺតម្លៃ$15ហើយប្រភេទយន្តហោះទូចធំអីតាមប្រភេទរបស់គេនេះគឺតម្លៃចាប់ពី$12ឡើងទៅបងប្អូនអញ្ជើញមកទស្សនាព្រមជាមួយនឹងការទិញវត្ថុអនុស្សាវរីយ៍ធ្វើជាកាដូសម្រាប់មិត្តភ័ក្តិបងប្អូនឬក៏កម្មវិធីទូចធំផ្សេងៗហើយកុំភ្លេចបងប្អូនអញ្ជើញមកកម្មវិធីនៅពេលល្ងាចនេះគឺមានការប្រគំតន្ត្រីដោយសារយើងមើលឃើញនៅផ្លាកប៉ាណូខាងមុខគឺមានការប្រគំតន្ត្រីដោយរ៉ាប៊ីមានការរៀបចំនៅស្តង់ព្រមជាមួយនឹងការទស្សនានៅធម្មភិកចៈដែលគេដាក់តាំងបង្ហាញជូនបងប្អូនក្នុងការថតរូបទុកជាអនុស្សាវរីយ៍នៅទីលានរត់របស់ជើងហោះហើរនីមួយៗដែលចុះចតគ្រប់ទិសទីនៅទូទាំងពិភពលោកហើយចំពោះបងប្អូនដែលអញ្ជើញមកផ្ទាល់គឺមិនបាច់បារម្ភទេគឺយើងមានកន្លែងចតឡានម៉ូតូយ៉ាងធំទូលាយសម្រាប់រថយន្តគឺបងប្អូនអាចជិះមកចូលចតនៅក្នុងច្រកចូល VIP ផ្ទាល់តែម្ដងគឺមានកន្លែងចតធំទូលាយប៉ុន្តែយើងនិយាយពេលព្រឹកពេលល្ងាចប៉ុន្តែសម្រាប់ពេលយប់យើងអត់ទាន់ហ៊ាននិយាយថាអាចចតគ្រប់គ្រាន់ទេពីព្រោះមានសន្ទុះនៃការចូលរួមមកច្រើនបដាហើយតែទោះជាមិនក៏ខ្ញុំនៅឃើញទីតាំងធំទូលាយខ្លាំងណាស់បងប្អូនអាចអញ្ជើញមកចតដោយសេរីអ្វីដែលសំខាន់នៅពេលល្ងាចប្រហែលជាអាចមានចរាចរណ៍កកស្ទះដោយសារការជើញវិលត្រឡប់ពីខាងបណ្ដាខេត្តផ្សេងៗដូចជាកពតតាកែវក្រុងព្រះសីហនុព្រមជាមួយនឹងបណ្ដារមណីយដ្ឋានផ្សេងៗដូចជាភ្នំតាម៉ៅភ្នំជីសូនោះគឺមានរមណីយដ្ឋានប្រាសាទភ្នំជីសូដែលល្អឯកព្រមជាមួយនឹងជើងភ្នំជីសូហួសទៅបន្តិចគឺមានប្រាសាទនាងខ្មៅហើយបន្តមកទៀតគឺមានប្រាសាទតាព្រំដែលស្ថិតនៅក្នុងរមណីយដ្ឋានទន្លេបាទីដូច្នេះបងប្អូនអញ្ជើញទៅទស្សនាកម្សាន្តជាមួយនឹងរមណីយដ្ឋាននៅក្នុងប្រជាជាតិកម្ពុជានៅជាក្រុងរាជធានីភ្នំពេញឲ្យកាន់តែមានសន្ទុះច្រើនដើម្បីលើកស្ទួយវិស័យទេសចរក្នុងប្រទេសកម្ពុជាយើងផងប៉ុន្តែបងប្អូនកុំបារម្ភចំពោះបងប្អូនដែលអញ្ជើញជិះម៉ូតូមកគឺបងប្អូនគ្រាន់តែជិះហួសរត់ចូល VIP
នោះគឺបងប្អូននឹងឃើញអក្សរនៅខាងលើផ្លាកខ្លោងទ្វារចូលគឺជាស្ថានជាតិអាកាសចរស៊ីវិលហើយបងប្អូនជិះចូលទៅក្នុងហ្នឹងគឺមានសម្បត្តិសម្រាប់ឲ្យយើងកាប់ក្នុងការចេញចូលដើម្បីដឹងថាយើងជាម្ចាស់ម៉ូតូនៅពេលដែលយើងចូលហើយនឹងចេញបងប្អូនអាចអញ្ជើញញោមកូនទូចៗមកលេងដើម្បីទទួលបានកាដូដូចជាពេជ្រប៉ោងនំចំណីទឹកញ៉ាំព្រមជាមួយនឹងការកំសាន្តលេងផ្សេងៗនៅតាម store របស់ក្រុមហ៊ុនអាកាសចរនានាហើយសម្រាប់បងប្អូនអញ្ជើញមកពីផ្សារពោធិ៍ចិនតុងគឺមកដល់ចំណតច្រកម៉ូតូមុនទល់មុខធនាគារកាណាឌីយ៉ាគឺវិជាស្ថានជាតិអាកាសចរស៊ីវិលដូច្នេះសូមគោរពអញ្ជើញបងប្អូនអញ្ជើញមកទស្សនាដោយរីករាយនិងសេរីនៅក្នុងពិព័រណ៍វិស័យអាកាសចរស៊ីវិលទាំងអស់គ្នា